បាទសួស្តីមិត្តភក្តិទាំងអស់គ្នាយើងជួបគ្នាសារជាថ្មីជាមួយនឹងវីដេអូមួយទៀតហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអំពី demo ក៏ដូចជា interface ខ្លះៗតាក់ទងជាមួយនឹង tool សម្រាប់រឿង AI ហើយ tool ហ្នឹងបច្ចុប្បន្នគឺខ្ញុំបានធ្វើការបង្ហើយថាជិត 100% ហើយបាទហ្នឹងហើយជិត 100% tool តាក់ទងនឹង DAI Double ហ្នឹងខ្ញុំធ្វើជាលក្ខណៈ desktop app ហ្នឹងហើយបើកាលមុនខ្ញុំធ្វើដោយប្រើប្រាស់ React អញ្ចឹងយើង run វានៅលើ browser កាលណាដែលយើង run នៅលើ browser performance វា smooth ដែរក៏ប៉ុន្តែវាមិនដូចយើង run នៅលើ desktop app ទេហ្នឹងហើយកាលណាដែលយើងធ្វើនៅលើ browser ក៏ការងារធ្ងន់ខ្លះក៏យើងធ្វើទៅគឺវាអត់សូវល្អដែរកាលណាដែលយើងប្រើលើ browser តែឥឡូវនេះខ្ញុំបានធ្វើការ migrate វាទៅជា full desktop app ហើយបាទដូចដែលអ្នកនរគ្នាឃើញអញ្ចឹងយើងបើកមកឃើញមាន interface បែបហ្នឹងអាហ្នឹងគឺ version Pro ហ្នឹងហើយ version Pro ហើយអ្នកនរគ្នានឹងឃើញមាន interface ខាងឆ្វេងដៃហ្នឹងគឺឃើញមាន load video មាន load BGM គឺមកពីថា background music បាទហើយយើងមានមុខងារមួយទៀតគឺ isolate BGM ដែលមុខងារ isolate BGM ហ្នឹងគឺមុខងារហ្នឹងគឺសម្រាប់ធ្វើការ remove សលេងតួអង្គនៅក្នុងរឿងហើយទុកតែ background music និង sound effect ហ្នឹងហើយមុខងារហ្នឹងដូចទៅនឹងមុខងារយើងធ្វើចម្រៀង karaoke ដែរអញ្ចឹងបាទគឺយើង remove សលេងតួអង្គចេញបាទហើយយើងមាន export SRT គឺមកពីបានន័យថាតកតងជាមួយនឹង subtitle បាទអញ្ចឹងតកតង subtitle យើងអាច import ចូលក៏បានឬក៏យើងអាច export ដើម្បី save ទុកប្រើប្រាស់នៅពេលក្រោយក៏បានដែរដូច្នេះខ្ញុំនឹងធ្វើការ load នៅវីដេអូចូលមកបើថាខ្ញុំមានរឿងខ្លីអីមួយឧទាហរណ៍រឿងមួយនេះចុះបាទហ្នឹងហើយរឿងមួយហ្នឹងខ្ញុំ load វីដេអូចូលដូច្នេះខ្ញុំអាច play វីដេអូនឹងបានបាទខ្ញុំអាច play បានហើយនេះខ្ញុំ mute វាអូខេអញ្ចឹងខ្ញុំ mute ទៅគឺឮសលេងឯងឃើញទេបាទអញ្ចឹងខ្ញុំអាច unmute បានឬក៏យើងអាចប្រើ shortcut key អក្សរ M ក៏បានដែរអក្សរ M អាចសេរីសលេងឲ្យបាននៅក្នុងហ្នឹង 10,000-year-old Lunara បាទដូចដែលអ្នកនរគ្នាឮអញ្ចឹងហើយ UI គឺ smooth បាទគឺ smooth អញ្ចឹងហ្នឹងហើយយើង upload វីដេអូចូលអញ្ចឹងហើយយើងអាចប្រើប្រាស់យើង click លើ isolate BGM ហ្នឹងមកអញ្ចឹងមកសន្ទុះមកគឺវានឹងធ្វើការ remove សំឡេងតួអង្គចេញពីរឿងហ្នឹងហើយបាទហើយមុខងារហ្នឹងគឺ 100% គឺ free ហើយនៅលើ local ទៀតបាទអត់ចាំបាច់ទិញ credit អត់ចាំបាច់ទិញអីទេហើយ version ក្រោយនេះគឺខ្ញុំអាចធ្វើឲ្យវា support ទៅលើ computer អ្នកនរគ្នាណាដែលគាត់អត់មាន GPU បាទអ្នកគាត់ប្រើប្រភេទជា CPU Intel អីចឹងទៅបាទន័យថាគាត់អត់មាន GPU ទេអញ្ចឹងបាទន័យថា computer លក្ខណៈ computer office ក៏គាត់អាចធ្វើបានដែរទៅទៅមុខងារហ្នឹងបាទហើយមួយទៀតនេះយើង remove មកហើយបាទជាមួយខ្ញុំ play អ្នកនរគ្នាស្ដាប់អូខេយើងឃើញបាទអត់មានឮសំឡេងអីទេអត់ឮសំឡេងតួអង្គនិយាយទេឃើញបាទឮតែភ្លេងហើយនិង sound effect ហ្នឹងហើយអញ្ចឹងមុខងារហ្នឹងគឺជំនួយដល់ការកាត់របស់យើងដែរហើយយើងអត់ចាំបាច់រក sound effect ក្រៅយកមកដាក់ទេតែបើយើងមាន sound effect ក្រៅយកមកដាក់យើងអាចចុចកន្លែង load នេះមកគឺយើងអាចដាក់ភ្លេងពីក្រៅមកបានណាបាទអញ្ចឹងមិនថាបងប្អូនដែលគាត់ធ្វើ MMO ឬក៏អ្នកចង់ធ្វើរឿងបកប្រែខ្លួនឯងទុកមើលខ្លួនឯងពីក្រោយអីអាចប្រើប្រាស់ tool នឹងបានហ្នឹងអត់មានប្រកាន់ថាអីតោះតែគាត់ធ្វើ MMO បានប្រើបានអត់ទេហ្នឹងហើយជារួមគឺ tool ហ្នឹងខ្ញុំធ្វើឡើងចង់ឲ្យអ្នកនរគ្នាបានប្រើហើយមិនថាអ្នកគាត់ធ្វើ MMO ឬក៏អ្នកដែលគាត់ចង់សម្រាយរឿងទុកមើលខ្លួនឯងលេងអីក៏បានដែរហ្នឹងហើយតោះឥឡូវយើងមកមើល tool យើងបន្តទៀតមកយើងបាន isolate តាក់ទងភ្លេងចេញពីវីដេអូហ្នឹងហើយយើងអាចមកមើលកន្លែង transcribe នេះអញ្ចឹងកន្លែង transcribe បាននេះយើងធ្វើការបកប្រែរឿងបាទយើងបកប្រែពីវីដេអូដើមរបស់គេទៅជាភាសាអីផ្សេងអញ្ចឹងវាមានខ្មែរនេះយើងចុចលើនឹងមកមានខ្មែរមានអង់គ្លេសមានបារាំងមានវៀតណាមមានអីច្រើនខ្ញុំដាក់តែប៉ុណ្្នឹងបាទ
cảm bất vì miền tràn những năng tiệt chẳng nhầm đã phần năng chẳng bà sau này nhóm trong cả transcribe từ khmái nhưng ai sau lại giờ khmái nhưng cho transcribe mà hơi dương chạm về phần sân tục sân đấy nên ngày ai chạm về mà sân tục sân đấy là sao việc pra AI là ngày việc pra AI nằm bay thưa cả detach hay nâng thưa cả transcribe mà ao dương chẳng là vậy để dương tra pra nút cứ cái transcribe nó nghĩ tiệt tàu nâng AI chẳng cái này để dương pra video chán cứ vì ai nâng limit đây và cứ vì ai nâng limitហើយក៏ប៉ុន្តែបើសិនជាយើងមាន account Google 2 3អញ្ចឹងទៅយើងអាចផ្លាស់ប្ដូរ key API វាទៅវិញទៅមកបានណាអញ្ចឹងខ្ញុំគិតថាវាមិនជាបញ្ហាទេកន្លែងហ្នឹងអញ្ចឹងយើងចាំវាបន្តិចសិនទៅកំឡុងពេលហ្នឹងយើងអាចមកមើល feature ខាងលើនេះបានគឺ add text edit និង delete អញ្ចឹងកន្លែង add text ហ្នឹងគឺតកតងជាមួយនឹង subtitle បាទ subtitle យើងអាចធ្វើការ add វានៅចន្លោះ timestamp រយៈពេលណាមួយក៏បានឧទាហរណ៍វិនាទីណាមួយរឿងហ្នឹងគឺវាបកប្រែខ្វះចន្លោះហើយអញ្ចឹងទៅដូច្នេះយើងអាចនេះឧទាហរណ៍នៅ timestamp ហ្នឹងពីណាដល់ណាអញ្ចឹងទៅវាបកប្រែត្រូវឬក៏វាខ្វះអីយើងអាច add បានណាបាទយើងកំណត់តែពេលឲ្យត្រឹមត្រូវទៅហើយយើងសរសេរអក្សរចូលមកយើងចុច add មកគឺវាលោតចូលក្នុងហ្នឹងហើយបាទគឺងាយស្រួលតែកន្លែងហ្នឹងឥឡូវយើងបាន transcribe មកនេះបាទឃើញទេយើងបាន transcribe មកក៏ប៉ុន្តែវាអត់ទាន់អាចនិយាយបានទេវាមកតែជាទម្រង់អក្សរទេអញ្ចឹងដើម្បីឲ្យវានិយាយបានដំបូងយើង select សលេងណាមួយឬក៏ clear ណាមួយដែលយើងចង់បំលែងឬក៏ឲ្យវានិយាយហ្នឹងឬក៏យើងចង់ធ្វើរឿងទាំងមូលយើងអាច select លើគេនេះមកគឺ select ទាំងអស់ហើយបាទនេះលើគេហ្នឹងអញ្ចឹងយើងចុច select ឲ្យវាទាំងអស់អញ្ចឹងទៅហើយយើងចុច button generate ឃើញបាទស្រួលប្រើអត់ងាយពិបាកប្រើទេអញ្ចឹងយើងចុច generate អញ្ចឹងហើយយើងចាំវាឲ្យអស់ក៏បានឬក៏យើងចង់ play វាឲ្យក៏បានដែរហ្នឹងហើយខ្ញុំអាច play បាននេះខ្ញុំអាច play វិធីចម្រាញ់ថ្នាំ9គ្រាប់ អូខេ Lorella អាយុ10000ឆ្នាំ ចូលមកអញ្ចឹងវានិយាយបែបហ្នឹងបាទវានិយាយជាសំឡេងអញ្ចឹងណាហើយ tool ខ្ញុំគឺវានឹង auto detect ដឹងថា clear កន្លែងហ្នឹងតួអង្គប្រុសនិយាយឬក៏ស្រីនិយាយបាទក៏ប៉ុន្តែពេលខ្លះវាអាចខុសដែរដោយសារយើងឲ្យ AI វា detect អញ្ចឹងបើខុសក៏អត់បញ្ហាដែរបើកន្លែងហ្នឹងត្រូវប្រុសនិយាយតែវា detect មកដឹងថាស្រីនិយាយអញ្ចឹងយើងអាចដូរវាបានយើងចុចកន្លែងហ្នឹងមកយើងអាចដូរទៅវិញទៅមកហ្នឹងហើយអាចដូរទៅវិញទៅមកបានអញ្ចឹងអត់អីទេកន្លែងហ្នឹងយើងអាចកែប្រែបានហ្នឹងហើយវាមានfeature ច្រើនបាទវាមាន feature ច្រើនយើងអាច select 2 3អញ្ចឹងទៅយើងអាច select 2 3យើងអាច edit វាក៏បានដែរនេះចុច edit មកស្រឡាញ់មួយណា edit មួយហ្នឹងមកយើងចុច save ទៅគឺអូខេហើយអញ្ចឹងខ្ញុំធ្វើ feature គឺវាងាយស្រួលដែរក្នុងករណីដែលវា transcribe មកវាអត់ត្រូវអីដែលយើងចង់បានយើងអាចកែម្ដងច្រើនក៏បានឬក៏កែម្ដងមួយក៏បានយើងអាច delete កន្លែងណាមួយហើយ add ចូលថ្មីក៏បានដែរហ្នឹងហើយតោះឥឡូវយើងមកមើលថាតើវា transcribe ឲ្យហើយនៅអូខេចាត់ហើយនេះហើយរាល់សលេងនីមួយៗហ្នឹងបើសិនជាវានិយាយទៅលឿនពេកឬក៏យឺតពេកអីយើងអាចចុចលើ audio ណាមួយមកយើងអាចសេរីវាបានបាទយើងអាចសេរីនេះសេរី speed មកអស់មកគឺវាកែប្រែទៅតាមហ្នឹងហើយសេរីយឺតលឿនណាហ្នឹងហើយ volume ក៏ដូចគ្នាបើអត់សូវលឺទេយើងអាចសេរីលឺជាងមុនក៏បានឬក៏យើងអាច select សំឡេង 2 3 អញ្ចឹងមកបាទ select 2 3 សលេងអញ្ចឹងមកដូចយើងអាចកែវាម្ដង 2 3 អញ្ចឹងទៀតឃើញទេបាទអញ្ចឹងហើយយើងអាចកែប្រែបានច្រើនហើយ UI អ្នកនរគ្នាអាចឃើញបានអត់មានអីស្មុគស្មាញទេហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំកែតែប៉ុណ្្នឹងទៅហើយយើងនឹងមាន update បន្តទៅមុខទៀតដែរហ្នឹងហើយយើងនឹងមាន update បន្ថែមទៀតដូច្នេះមានតែប៉ុណ្្នឹងបន្តមកទៀតយើងចុច final render មកបាទយើងពិនិត្យបច្ច័យទៅឃើញថាប៉ុណ្ណឹងអាចទទួលយកបានហើយយើងចុច final render មកហើយយើងចុច start render បាទយើងចាំវាបន្តិចសិនទៅអត់យូរទេហ្នឹងហើយតែមួយ plate ទេគឺរួចរាល់ហើយឃើញទេបាទអញ្ចឹងយើងអាចចុច open folder ហ្នឹងមកគឺវា load មកហើយនេះបាទរឿងហ្នឹងណាអញ្ចឹងយើងអាចស្ដាប់បានវិធីចម្រាញ់ថ្នាំ9គ្រាប់ Lorella អាយុ10000ឆ្នាំចូលមក
អូ Lunara អាយុ10000 ឆ្នាំ ឃើញទេបាទតែប៉ុណ្ណឹងគឺរួចរាល់ហើយការ export render ហ្នឹងក៏វាមិនយូរដែរហ្នឹងហើយក៏វាមិនយូរដែរហើយបន្តមកទៀតយើងមាន2 color បាទទៅតឹង sim មាន2គឺអានេះគឺ light mode ហើយនិង dark mode បាទហ្នឹងហើយ light mode និង dark mode ជាមួយខ្ញុំញូតសលេងមួយសិនអញ្ចឹងstyle វាខ្ញុំមានដាក់ ambient color នៅពីក្រោយអ្នកនរគ្នាឃើញទេambient color ហ្នឹងគឺវាដូចទៅនឹង ambient mode នៅក្នុង YouTube ដែរគឺវាដូរពណ៌ទៅតាមវីដេអូយើងឧទាហរណ៍វីដេអូកន្លែងហ្នឹង color វាពណ៌ទឹកក្រូចអញ្ចឹងទៅខាងក្រោយក៏ភ្លើងពណ៌ទឹកក្រូចដែរអញ្ចឹងបើពណ៌សខាងក្រោយក៏ភ្លើងពណ៌សដែរវាដូរទៅតាម real time player របស់យើងហ្នឹងហើយអញ្ចឹងគេឲ្យស្អាតដែរមួយយ៉ាងដែរកន្លែងហ្នឹងហើយវាមាន glow មានអីអញ្ចឹងអ្នកនរគ្នាឃើញហើយហើយបើអ្នកនរគ្នាអត់ចូលចិត្ត dark mode ទេអាច switch ទៅ light mode ហើយយើងអាចចូលទៅកាន់ setting យើងចូលទៅកាន់ sim យើងអាចដូរពណ៌ដូរអីបានតាមចិត្តហ្នឹងហើយអានេះគឺ shortcut យើងអាចមើលក្នុងហ្នឹងបាន shortcut កន្លែងនេះគឺយើង add API key ដែលយើងមានហ្នឹងហើយយើងមានបានយើង add ចូលមកព្រោះអីកាលណាដែលយើងចុច transcribe ទៅបើសិនបើ key មួយវាអត់បើ key មួយវា limit អញ្ចឹងវានឹងរើសយក key មួយទៀតយកមកធ្វើការ transcribe ហើយអូខេអញ្ចឹងកន្លែង about នេះគឺមានកន្លែង check update អាចចុច check update ទៅបើសិនបើខ្ញុំមាន update អីថ្មីគឺវានឹង load pop up ឲ្យអ្នកនរគ្នា update ហើយបាទហើយនេះអ្នកនរគ្នាមានចង្អុលអីផ្សេងអាចឆាតមកខ្ញុំបានហ្នឹងហើយឆាតតាម Telegram មកនេះ Telegram របស់ខ្ញុំហ្នឹងហើយនេះគឺ version លេខអីហ្នឹងបាទអ្នកនរគ្នាឃើញហើយចឹងឃើញថា tool ហ្នឹងគឺវាអត់ប្របាក់ប្រើទេវាសាមញ្ញធម្មតាហ្នឹងហើយសាមញ្ញធម្មតាហើយណាមួយ UI ក៏វាស្អាតដែរហ្នឹងហើយ UI វាស្អាតយើងមើលមកឃើញថាវា clean ណាហ្នឹងហើយដូច្នេះវីដេអូហ្នឹងខ្ញុំចង់បង្ហាញតែប៉ុណ្្នឹងទេអំពីការប្រើប្រាស់ tool របស់ខ្ញុំហ្នឹងហើយកំឡុងពេលហ្នឹងក៏ខ្ញុំមិនទាន់ឡើងថ្លៃដែរអញ្ចឹងអ្នកនរគ្នាណាដែលគាត់ចង់ជាវ tool ហ្នឹងចាប់ពីថ្ងៃមើលវីដេអូហ្នឹងទៅអ្នកនរគ្នាអាចមើលថ្ងៃខែបានណានេះថ្ងៃខែអញ្ចឹងថ្ងៃខែហ្នឹងថ្ងៃទី22ខែ3ហ្នឹងអញ្ចឹងក្នុងកំឡុងពេល3ថ្ងៃបាទកំឡុងពេល3ថ្ងៃខ្ញុំអត់ទាន់ release tool ហ្នឹងចេញទេបាទអញ្ចឹងសម្រាប់តម្លៃគឺខ្ញុំរក្សានៅតម្លៃចាស់ដដែលបាទតម្លៃចាស់ដដែលអញ្ចឹងបើសិនបើអ្នកនរគ្នាចង់ជាវអាចជាវឲ្យបានព្រោះអី3ថ្ងៃក្រោយខ្ញុំនឹង release tool ជាលក្ខណៈ desktop ហ្នឹងទៅដូច្នេះតម្លៃគឺអត់តម្លៃចាស់ទៀតទេបាទតម្លៃគឺកើនហ្នឹងហើយតម្លៃនឹងកើនជាងមុនហើយអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបើសិនបើយើងចង់ធ្វើការជាវ tool ហ្នឹងអាចតាក់ទងមកខ្ញុំបានណាបាទអាចតាក់ទងមកខ្ញុំបានអាច join តាម channel ខាងលើហ្នឹងទៅអ្នកនរគ្នាអស់មើលផុសខ្ញុំចុងក្រោយហ្នឹងក៏បានដែរនេះបាទនេះសិតតែ contact មកខ្ញុំឯនេះបាទ contact របស់ខ្ញុំណាអញ្ចឹងអាច join channel Telegram របស់ខ្ញុំទៅគឺឃើញមាន contact របស់ខ្ញុំនៅក្នុងហ្នឹងហើយអូខេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាទបាយបាយ